military វិស័យយោធា war សង្គ្រាម battle ការប្រយុទ្ធ army កងទ័ព soldier ទាហាន enemy សត្រូវ weapon អាវុធ attack វាយប្រហារ defend ការពារខ្លួន victory ជ័យជំនះ defeat ប្រយុទ្ធយកឈ្នះ troop ក្រុមកងទ័ព infantry ទ័ពថ្មើរជើង artillery កាភ្លើងធំ tank រថក្រោះ ammunition គ្រឿងផ្ទុះ base មូលដ្ឋានយោធា front line ខ្សែប្រយុទ្ធជួរមុខ reinforcement កម្លាំងបន្ថែម casualties ជនរងគ្រោះស្លាប់និងរបួស strategy យុទ្ធសាស្ត្ររយៈពេលវែង invasion ការឈ្លានពានទឹកដីគេ occupation ការចូលកាន់កាប់ siege ការឡោមព័ទ្ធ ambush ការវាយឆ្មក់ retreat ការដកថយ advance សម្រុកចូលទៅមុខ ceasefire បទឈប់បាញ់ declaration of war ការប្រកាសសង្គ្រាម alliance សម្ព័ន្ធមិត្ត treaty សន្ធិសញ្ញា sanction ទណ្ឌកម្មសេដ្ឋកិច្ច armistice កិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមទាំងស្រុង ceasefire បទឈប់បាញ់បដោះអាសន្ន armistice ទាំងស្រុង neutral អព្យាក្រឹត regime របបដូចជារបបនយោបាយរបបយោធាជាដើម evacuee ជនភៀសខ្លួនបណ្ដោះអាសន្នពីកន្លែងសង្គ្រាម refugee ជនភៀសខ្លួនតែរយៈពេលវែងជាង evacuee អាចទៅនៅទីតាំងណាឬក៏នៅប្រទេសណាបណ្ដោះអាសន្នដោយសារសង្គ្រាមយូរ displacement ការផ្លាស់ទីដោយបង្ខំ civilian ប្រជាពលរដ្ឋប្រជាជនស៊ីវិលធម្មតា war crimes ឧក្រិដ្ឋកម្មសង្គ្រាម genocide អំពើប្រល័យពូជសាសន៍ humanitarian aid ជំនួយសប្បុរសធម៌ trauma របួសផ្លូវចិត្ត reconstruction ការស្ដារនិងសាងសង់ប្រទេសឡើងវិញ insurgencies ការបះបោរ asymmetric warfare ការប្រយុទ្ធដែលមិនស្មើភាពគ្នាដោយសារដៃគូម្ខាងមានកម្លាំងអាវុធលុយច្រើនជាង proxy war សង្គ្រាមតំណាងមហាអំណាចពីរឆ្លោះគ្នាអត់វាយគ្នាផ្ទាល់ទេប៉ុន្តែ sponsor ប្រទេសទូចៗពីរដែលកំពុងតែវាយគ្នា deterrence ការទប់ស្កាត់មិនឲ្យមានសង្គ្រាមកើតឡើងតាមរយៈការគំរាមកំហែងនានា escalation ការកើនឡើងនៃភាពតានតឹង demilitarization ការបំបត្តិអាវុធយោធាដកអាវុធចេញ geopolitics ភូមិសាស្ត្រនយោបាយ